វេទិកាការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនឹងនាំយកឱកាសការងារ 86,017 កន្លែងទៅដល់ស្រុកស្នួលស្រុកឆ្លងខេត្តក្រចេះនិងស្រុកប្រាសាទបាឡាំងស្រុកស្ទូងខេត្តកំពង់ធំចាប់ពីថ្ងៃទី14-15 ខែកុម្ភៈឆ្នាំ2026ខាងមុខនេះសម្រាប់បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារនិងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធីនិងផ្ដល់ជូនអាហារភេទត្រជាក់ដោយឥតគិតថ្លៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈតាមរយៈវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនាំយកឱកាសការងារ 86,017 កន្លែងសម្រាប់អ្នកខេត្តក្រចេះនិងខេត្តកំពង់ធំនៅថ្ងៃទី14-15 ខែកុម្ភៈខាងមុខនេះសម្រាប់បងប្អូនពលករដែលវិលត្រឡប់មកកម្ពុជាវិញយុវជនអ្នកស្វែងរកការងារធ្វើអាចដាក់ពាក្យនិងសម្ភារការងារភ្លាមដោយផ្ទាល់នៅចំនួន4ទីតាំងចាប់ពីម៉ោង 8 ដល់ម៉ោង 15 រសៀលថ្ងៃសៅរ៍ទី14 ខែកុម្ភៈក្នុងខេត្តក្រចេះស្រុកស្នួលនៅក្នុងបរិវេណសាលាស្រុកស្នួលខេត្តកំពង់ធំស្រុកប្រាសាទបាឡាំងនៅក្នុងបរិវេណសាលាស្រុកប្រាសាទបាឡាំងដោយឡែកថ្ងៃអាទិត្យទី15 ខែកុម្ភៈឆ្នាំ2026នៅខេត្តក្រចេះស្រុកឆ្លងក្នុងបរិវេណសាលាស្រុកឆ្លងនិងនៅខេត្តកំពង់ធំក្នុងស្រុកស្ទូងក្នុងបរិវេណសាលាស្រុកស្ទូងក្នុងនោះសម្រាប់បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារនិងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធីនេះដោយមានអាហារនិងភេទត្រជាក់ផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ1297មន្ត្រីនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈផ្ដល់ជូននៅព័ត៌មានផ្សេងពិសេសបងប្អូនអាចសាកសួរអំពីឱកាសការងារទូទាំងប្រទេសនៃវេទិកាការងារក្នុងខេត្តក្រចេះនិងកំពង់ធំ